ស់ម្នាក់ជាកម្មកររើសអេតចាយបានដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកក្នុងលបឿនលឿនក៏បុកពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបានបោកក្បាលស្លាប់ភ្លាមនៅទីតាំងកន្លែងកើតហេតុឆ្លងខ្នល់មកទិញរៃហ្នឹងខ្ញុំដឹងផងបាទលើប៉ាំងមកខ្ញុំរត់មកខឹកខ្ញុំប្រយខឹងគាត់ដួលបាក់ដៃបាក់ជើងហើយបងស្លាប់នៅកន្លែងណាដែរបងនោះកន្លែងគោភ្លើងអូអញ្ចឹងត្រូវឡានហ្នឹងបុកប៉ាំងទៅបុកផ្ទុកជាមួយបកគោភ្លើងស្លាប់ទៀតទេនៅសៀខ្នល់បងអូមើលទៅបាក់ជើងខាងណាបាក់ដៃខាងណាដែរបងសងខាងបងអូបាក់ជើងបាក់ដៃទាំងអស់តែម្ដងបាទឡានហ្នឹងបងបានដឹងថាឡានម៉ាអីទេបងញ៉ាដឹងផងបងអូអត់ទាន់ដឹងទេណាបងណាបាទជនរងគ្រោះគាត់ដើរឆ្លងផ្លូវយ៉ាងម៉េចឲ្យត្រូវរថយន្តម៉ាអីបុកបណ្ដាលឲ្យស្លាប់ដែរបងតាមសម្ដីប្រជាពលរដ្ឋគាត់ថាដើរឆ្លងកាត់ទៅខាងនោះគាត់ដើរទិញអីបងហ្នឹងហើយបានក៏មានលាក់រថយន្តមួយគាត់បើកឆ្លងកាត់គាត់បុកគាត់យកតែម្ដងមកដល់ពេលនេះសមត្ថកិច្ចយើងបានស្គាល់ម៉ាករថយន្តដែលបុកឲ្យជនរងគ្រោះស្លាប់ហើយឬនៅបងនៅបងនៅកំពុងតាមដានបងខ្ញុំកំពុងតាមឆែកមើលតាមកាមេរ៉ាតាមផ្លូវទេបងរថយន្តបង្កហេតុបានបើករត់គេចខ្លួនពីទីតាំងកន្លែងកើតហេតុបាត់សម្មាល់តែម្ដងណាខ្ញុំណាប់កិច្ចឲ្យគាត់រចាប់អ្នកបុកឡានឪពុកខ្ញុំឲ្យគាត់រចាប់បានឥឡូវបងយកសពគាត់ទៅធ្វើបុណ្យនៅណាដែរបងនៅស្រុកបងអរគុណច្រើនបងធ្វើការមួយលីតចុះបងវាដើរមិនដឹងជាដើររបៀបម៉េចដើរឆ្លងថ្នល់ហ្នឹងហើយស្រាប់តែលឺសូបុកហឹកហ្មងហ្នឹងហឹងតែម្ដងណាមិញហឹកខ្ទេចក្តារខ្លួនហ្មងបាក់ដៃបាក់ជើងខ្ទេចខ្ទីអស់បាក់ដៃបាក់ជើងទាំងសងខាងស្លាប់តែម្ដងចាជនរងគ្រោះគាត់បានដើរឆ្លងផ្លូវពីខាងនោះមកគណៈពេលដែលឆ្លងផ្លូវហើយទិញបារីក្នុងការរបររើសអេតចាយតាមបណ្ដោយផ្លូវ50ម៉ែត្រដែលគាត់បានឃើញហេតុការណ៍ហ្នឹងគាត់កំពុងតែធ្វើការផ្ដល់ព័ត៌មានទៅកាន់សមត្ថកិច្ចនៃអធិការនគរបាលខណ្ឌដង្កោផ្ទាល់តែម្ដងដើម្បីឲ្យលោកធ្វើការស្វែងរកនៅរថយន្តបង្កហេតុយកមកធ្វើការផ្ដន់ទាទោសក៏ដូចជាដោះស្រាយទៅភាគីរបស់ជនរងគ្រោះតាមនីតិវិធីច្បាប់ផងដែរបងអាចជំរាបបន្តិចបានទេបងនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះតើជនរងគ្រោះគាត់ដើរឆ្លងផ្លូវយ៉ាងម៉េចឲ្យត្រូវរថយន្តម៉ាអីបុកបណ្ដាលឲ្យស្លាប់ដែរបងតាមសម្ដីប្រជាពលរដ្ឋគាត់ថាដើរឆ្លងកាត់ទៅខាងនោះគាត់ដើរទិញអីបងហ្នឹងហើយបានក៏មានលាក់រថយន្តមួយគាត់បើកឆ្លងកាត់គាត់បុកគាត់យកតែម្ដងមកដល់ពេលនេះសមត្ថកិច្ចយើងបានស្គាល់ម៉ាករថយន្តដែលបុកឲ្យជនរងគ្រោះស្លាប់ហើយឬនៅបងនៅបងនៅកំពុងតាមដានបងខ្ញុំកំពុងតាមឆែកមើលតាមកាមេរ៉ាតាមផ្លូវទេបងជាជំនាញឥឡូវនេះសមត្ថកិច្ចយើងនឹងធ្វើការស្រាវជ្រាវដើម្បីស្វែងរកនៅរថយន្តបកហេតុយកមកធ្វើការដោះស្រាយយ៉ាងម៉េចជាមួយនឹងជនរងគ្រោះបងយើងតាមស្អែកយើងបើតាមឆែកតាមកាមេរ៉ាតាមផ្លូវទៀតបងហ្នឹងបាទបងអាចជំរាបបន្តិចបានទេមកដល់ពេលនេះយើងស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះថាគាត់មានឈ្មោះអីគាត់ធ្វើការអីនៅបងស្គាល់បងស្គាល់ឥឡូវកំពុងធ្វើកំណត់ហេតុមួយកូនគាត់បងគាត់ធ្វើអីដែរបងគាត់តែលកាប់អ្នករើចៃក្នុងនេះបងបាទបងអរគុណច្រើនបងអាយុប្រហែលប៉ុន្មានដែរជនរងគ្រោះដែលស្លាប់បងកំណត់ហេតុនេះសិនបងអរគុណច្រើនបងអរគុណបងដោយក្តីគោរពបងបាទប្រិមិត្តបានស្ដាប់អីបាទមន្ត្រីជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោក៏ដូចជាមន្ត្រីជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញលោកបានធ្វើការសាកសួរទៅភាគីកូនរបស់ជនរងគ្រោះដែលត្រូវបានរថយន្តបុកផ្ដាច់ជីវិតនៅលើបណ្ដោយផ្លូវ60ម៉ែត្របណ្ដាលឲ្យស្លាប់យ៉ាងអនាធមតែម្ដងប្រិមិត្តបាទឥឡូវនេះកូនក៏ដូចជាសាច់ញាតិលោកកំពុងតែធ្វើការផ្ដល់ព័ត៌មានទៅកាន់សមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចធ្វើការស្វែងរកនៅរថយន្តបង្កហេតុយកមកធ្វើការដោះស្រាយតាមជំនាញនិងនីតិវិធីរបស់លោកផងដែរអូនមានឈ្មោះអីដែរបងអូនសៀងហៃបងឪពុករបស់បងអូនដែលត្រូវឡានបុកស្លាប់នឹងគាត់មានឈ្មោះអីដែរបងអូនឈ្មោះកើមណាក់បងគាត់ធ្វើអីដែរបងអូនធ្វើការនេះនៅនេះបងអូនអាចជំរាបបន្តិចបានទេគាត់ដើរឆ្លងផ្លូវយ៉ាងម៉េចបានត្រូវរថយន្តបុកស្លាប់នឹងបងអូនខ្ញុំដឹងដែរគាត់នៅក្រោយខ្ញុំនៅក្រោយគាត់ឡងខ្នល់មកទិញរៃហ្នឹងខ្ញុំដឹងផងគាត់លឺប៉ាំងមកខ្ញុំរត់មកខឹងខ្ញុំប្រយខឹងគាត់ដួលបាក់ដៃបាក់ជើងហើយបងស្លាប់នៅកន្លែងណាដែរបងអូននោះកន្លែងគោភ្លើងអូអញ្ចឹងត្រូវឡានហ្នឹងបុកប៉ាំងទៅបុកផ្ទុកជាមួយបកគោភ្លើងស្លាប់ទៀតទេនៅសៀខ្នល់បងអូមើលទៅបាក់ជើងខាងណាបាក់ដៃខាងណាដែរបងអូនសងខាងបងអូបាក់ជើងបាក់ដៃទាំងអស់តែម្ដងបាទឡានហ្នឹងបងអូនបានដឹងថាឡានម៉ាអីទេបងអូនញ៉ាដឹងផងបងអូអត់ទាន់ដឹងទេណាបងអូនណាបាទបងអូអរគុណច្រើនណាបងអូនណាបងអូនបងសុំឲ្យបងអូនបន្តិចមើលបងអូនមានអំពាវនាវទៅកាន់សមត្ថកិច្ចដើម្បីស្វែងរកនៅរថយន្តបកទេបងអូនស្នើខ្ញុំណាប់កិច្ចឲ្យគាត់រចាប់អ្នកបុកឡានឪពុកខ្ញុំឲ្យគាត់រចាប់ឲ្យបានឥឡូវបងអូនយកសពគាត់ទៅធ្វើបុណ្យនៅណាដែរបងអូននៅស្រុកបងបាទអរគុណច្រើនបងអូនធ្វើការមួយបលិសតចុះបងអូនបាទឥឡូវនេះប្រិមិត្តបានស្ដាប់អីនេះជាកូនប្រុសរបស់ជនរងគ្រោះដែលត្រូវបានឡានបុកបណ្ដាលឲ្យស្លាប់លើបណ្ដោយផ្លូវ60ម៉ែត្រនេះកូនប្រុសរបស់គាត់កំពុងតែធ្វើការផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចលោកងាយស្រួលស្វែងរកនៅរថយន្តបកដើម្បីយកមកធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ផងដែរជំរាបសួរអ្នកមីងត្រូវជាម្ដាយក្មេករបស់ជនរងគ្រោះដែលបានស្លាប់តែម្ដង
ចាចាចា អ្នកមីងមានអីសំណុំពរទៅកាន់សមត្ថកិច្ចដើម្បីឲ្យគាត់ស្វែងរកនៅរថយន្តបកដែលបានបុកកូនអ្នកមីងម្ដាលឲ្យស្លាប់យ៉ាងអនាធមហ្នឹងទេ សូមសនំពើជួយកូនខ្ញុំផងព្រោះអីវាក្រណាស់មិនដែលមានស្អីទេលោកគ្រូហ្នឹងហើយតែបន្តិចក៏គ្មានដែរនឹងមកធ្វើអេចាយហ្នឹងហើយវាដើរគ្រោះថ្នាក់ហ្នឹងវាដើរមិនដឹងជាដើររបៀបម៉េចដើរឆ្លងថ្នល់ហ្នឹងហើយស្រាប់តែលឺសូរបុកផឹកហ្មងហ្នឹង ហឹងតែម្ដងអ្នកមីង ផឹកខ្ទេចក្តារខ្លួនហ្មងបាក់ដៃបាក់ជើងខ្ទេចខ្ទីអស់ បាក់ដៃបាក់ជើងទាំងសងខាងស្លាប់តែម្ដង ចាមានបាក់ អ្នកមីងឥឡូវនេះយកសពកូនអ្នកមីងយកទៅធ្វើបុណ្យនៅណាដែរអ្នកមីង យកទៅស្រុកវិញលោកគ្រូ អ្នកមីងមានអីសំណុំពរទៅកាន់សមត្ថកិច្ចដើម្បីស្វែងរករថយន្តបកដើម្បីយកមកដល់ធ្វើការដោះស្រាយតាមផ្លូវច្បាប់ទេ ហ្នឹងហើយខ្ញុំសូមសនំពើទៅដល់សមត្ថកិច្ចជួយស្វែងរកជួនដែលបើកឡានល្មើសមិនដឹងអីហ្នឹងឥឡូវហ្នឹងសូមឲ្យរកឲ្យឃើញជួយដល់កូនខ្ញុំផងវាគ្មានទេក្រណាស់លោកគ្រូ បាទបាទអ្នកមីង ហ្នឹងហើយជួយហ្នឹងហើយជួយជាបច្ច័យអីតិចតួចផងដែរមានស្អីទេក្រមែនក្រហ្នឹងចា អ្នកមីងមានលេខទូរស័ព្ទមានអីទេ លេខទូរស័ព្ទមាន អត់អីចាំខ្ញុំយកលេខទូរស័ព្ទតាមក្រោយណាអ្នកមីងណា ចា អរគុណអ្នកមីង ចា បាទប្រិមិត្តបើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថាជនរងគ្រោះគាត់បានដើរឆ្លងផ្លូវពីខាងនោះមកគណៈពេលដែលឆ្លងផ្លូវហើយទិញបារីក្នុងការជក់រួចហើយគាត់បានដើរឆ្លងផ្លូវមកក៏ត្រូវបានរថយន្តបុកប៉ាំងបណ្ដាលឲ្យប៉ើងស្លាប់នៅទីតាំងនេះប្រិមិត្តបាទជនរងគ្រោះបានដេកដួលស្លាប់នៅចំណុចទីតាំងក្រោមបកគោភ្លើងនេះតែម្ដងប្រិមិត្តបាទបណ្ដាលឲ្យដេកដួលស្លាប់យ៉ាងអនាធមនៅចំណុចទីតាំងបកគោភ្លើងនេះបាទដោយត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងហ្នឹងបានបុកផ្ដាច់ជីវិតបណ្ដាលឲ្យស្លាប់មកដល់ពេលនេះមកនេះគឺសមត្ថកិច្ចលោកកំពុងតែធ្វើការស្រាវជ្រាវផងដែរប្រិមិត្តបាទអរគុណប្រិមិត្តសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមល្អអង្គកាយនិងសូមគោរពលាប្រិមិត្តបានឃើញហើយរថយន្តដឹកសាកសពរបស់ជនរងគ្រោះឥឡូវនេះរថយន្តសាមួយបានធ្វើការវិចខ្ចប់នៅសាកសពរបស់ជនរងគ្រោះរួចហើយឥឡូវនេះសាច់ញាតិក៏ដូចជាក្រុមគ្រួសារកំពុងតែរៀបនិងដឹកយកសពរបស់ជនរងគ្រោះយកទៅធ្វើបុណ្យនៅឯស្រុកកំចាយមៀខេត្តព្រៃវែងផងដែរអរគុណប្រិមិត្តសម្រាប់ការទស្សនានិងការតាមដានយើងសង្ឃឹមថាសមត្ថកិច្ចលោកនឹងធ្វើការស្វែងរកនៅរថយន្តបកហេតុយកមកធ្វើការដោះស្រាយជាមួយនឹងជនរងគ្រោះកុំឲ្យតែមានឡានអាងបើកបុកគេស្លាប់ហើយបើករត់ដោយគ្មានទំនួលខុសត្រូវបែបនេះអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមអរកាយនិងសូមគោរពលាមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងអរគុណ